មានបងប្អូនខ្លះគាត់អត់ធ្លាប់បានតាមដានវីដេអូរបស់អូននន់ទេហើយគាត់បានអូសមកចាំវីដេអូនៅពេលដែលអូនខឹងអូនយំអញ្ចឹងណាអញ្ចឹងគាត់ខមមិនថាកូនស្រីអូនឯងរឹងរូសណាគួរតែបដៅគួរតែអប់រំលត់ដើមពីតូចឲ្យហើយអញ្ចឹងណាចាវាជារឿងល្អដែលគាត់បានដាស់តឿនអញ្ចឹងចាខ្ញុំអរគុណមែនទែនប៉ុន្តែមកដោយសារតែគាត់អត់បានតាមដានវីដេអូអូនអញ្ចឹងគាត់អត់បានដឹងពីអត្តចរិតរបស់អូនទេក៏ប៉ុតអូនមិនមែនជាមនុស្សរឹងរូសឬក៏ខូចអីនោះទេអូនគ្រាន់តែជាមនុស្សដែលចូលចិត្តនិយាយហេតុផលស្ដាប់ហេតុផលបើសិនជាចង់ឲ្យអូនធ្វើអ្វីមួយតើតើនិយាយហើយបញ្យល់ពីហេតុផលប្រាប់ថាអូនឯងធ្វើចឹងវាចេះខ្លួនឯងធ្វើចេះវាចោះធ្វើតែបង្ហាញហេតុផលឲ្យគាត់ដឹងបានគាត់ព្រមធ្វើតាមយើងមិនមែនចេះតែសម្លុតថាខ្លួនឯងត្រូវតែធ្វើអានេះធ្វើអានោះហើយគាត់ព្រមធ្វើតាមយើងអត់ទេថ្មីត្បិតតែអូនទៅតែមានអាយុ5ឆ្នាំប៉ុន្តែអូនក៏មានការគិតរបស់អូនដែរអញ្ចឹងហើយទៅពេលខ្លះគឺគាត់មិនធ្វើអ្វីតាមយើងទេសម្រាប់បងប្អូនទូទៅគាត់ប្រហែលជាគិតថាអូក្មេងនឹងអត់ស្ដាប់ប្រកបអត់អីចឹងហ្នឹងសម្រាប់គេខ្ញុំអត់ដឹងទេប៉ុន្តែសម្រាប់ខ្ញុំជាម្ដាយខ្ញុំបែរជាមានមោទនភាពជាមួយកូនខ្ញុំវិញដោយសារខ្ញុំគិតថាគាត់តូចប៉ុន្តែគាត់មានគំនិតចេះពិចារណាគាត់ចេះបែងចែកខុសត្រូវខ្ញុំអាហ្នឹងគឺជាគំនិតរបស់ខ្ញុំឯណាសម្រាប់ឪពុកម្ដាយផ្សេងខ្ញុំអត់ដឹងទេតែសម្រាប់ខ្ញុំវិញកូនខ្ញុំមិនស្ដាប់ខ្ញុំមិនមែនមានន័យថាកូនខូចទេយើងជាឪពុកម្ដាយត្រូវទាំងអស់ទេខ្ញុំគិតថាពេលខ្លះគឺមូលហេតុឬក៏ហេតុផលដែលគាត់មើលទៅវាមិនតំណងគាត់អាចយកទៅពិចារណាខ្ញុំបែរជាសប្បាយចិត្តនៅពេលដែលកូនខ្ញុំមានការសម្រេចចិត្តមានការបែងចែកវិញអញ្ចឹងខ្ញុំមិនគិតថានៅពេលដែលខ្ញុំបញ្ជាឲ្យកូនធ្វើអីហើយកូនមិនធ្វើតាមវាជារឿងអាក្រក់ខ្ញុំអត់ទេតែខ្ញុំបែរជាគិតថាវាជារឿងល្អដែលគាត់ចេះបែងចែកអញ្ចឹងខ្ញុំត្រូវនិយាយហេតុផលជាមួយគាត់ថាពេលខ្លួនឯងមិនធ្វើអញ្ចេះវានឹងចេះវាហេតុហើយបើខ្លួនឯងធ្វើទៅវានឹងមិនអញ្ចឹងគឺខ្ញុំនឹងបកស្រាយឲ្យគាត់ស្ដាប់អញ្ចឹងគាត់យកទៅគិតហើយអញ្ចឹងនៅពេលដែលយើងនិយាយបញ្យល់គាត់ហើយគាត់នឹងទៅធ្វើរឿងអស់ទាំងនឹងទាំងសុបាយចិត្តហ្មងអញ្ចឹងពេលខ្លះវាជារឿងធម្មតាទេនៅពេលដែលគាត់អូសទៅឃើញវីដេអូស្រែកយំលោឡាអីចឹងក៏ពិតវាជាធម្មជាតិរបស់ក្មេងមួយដោយសារតែក្មេងអត់ទាន់ចេះទប់អារម្មណ៍ទៅយើងមនុស្សធំឯងកំថាឡើយតែក្មេងតែខ្ញុំពេលខ្លះនៅពេលដែលខឹងក៏ខ្ញុំទប់អារម្មណ៍អត់បានដូចគ្នាខ្ញុំស្រែកខ្ញុំអីដូចតែគ្នាទេនឹងយើងមនុស្សធំផងយើងនៅតែទប់អារម្មណ៍អត់បានទប់អារម្មណ៍អូនទៅតែមានអាយុ5ឆ្នាំអញ្ចឹងវាជារឿងធម្មតាទេដែលអូនស្រែកអូនលោឡាអូនខឹងអញ្ចឹងបញ្ចេញអារម្មណ៍របស់អូនមកចាអាហ្នឹងវាជារឿងធម្មតាទេហើយនៅពេលដែលគាត់ស្រែកឡំប៉ាអញ្ចឹងគឺនៅពេលដែលយើងបកស្រាយហេតុផលប្រាប់ទៅគឺគាត់លេងអញ្ចឹងទៀតហើយឈប់ខូចឈប់ស្រែកអញ្ចឹងទៀតហើយហើយក៏ពិតទៅកូនស្រីខ្ញុំតែងតែបដៅឲ្យកូនខ្ញុំមានសុជីវធម៌មានសិលធម៌បើសិនជាគាត់ធ្វើខុសទៅលើអ្នកដទៃសូម្បីតែពេលគាត់ទៅផ្សារទៅដើរបុកគេទោះបីជាអ្នកដែលគាត់បានដើរបុកហ្នឹងគេដើរហួសទៅក៏ដោយគឺខ្ញុំនៅតែបដៅកូនប្រាប់កូនថាកូនឯងត្រូវរត់ទៅសុំទោសលោកយាយសុំទោសមីងសុំទោសអ៊ំអញ្ចឹងណាអ្នកដែលគាត់បានប៉ះអញ្ចឹងចាគឺគាត់តែងតែរត់ទៅនិយាយពាក្យថាឲ្យគាត់សុំទោសដែលបានប៉ះអញ្ចឹងណាគឺខ្ញុំមិនដែលបដៅកូនទេខ្ញុំមិនដែលបដៅកូនឲ្យឡើងចាងទេមិនថាតែកូនស្រីទេកូនខ្ញុំទាំងអស់គឺខ្ញុំតែងតែបដៅបែបហ្នឹងទាំងអស់គ្នាតែពេលខ្លះវាជារឿងធម្មតារបស់ក្មេងព្រោះគាត់នៅក្មេងមិនទាន់អាចធ្វើតាមបំណងយើងបាន 100% ទេតើតែយើងព្យាយាមបដៅគាត់តាមសំដែរទេព្រោះយើងមិនអាចបដៅគាត់មួយថ្ងៃឲ្យគាត់ខ្លាចជាក្មេងល្អពេញមួយជីវិតហ្មងគឺវាធ្វើទៅមិនរួចទេព្រោះគាត់ក៏ត្រូវការពេលវេលាដែរហើយខ្ញុំក៏អរគុណមែនទែនដល់បងប្អូនដែលគាត់តែងតែស្រឡាញ់ចូលចិត្តគ្រួសារខ្ញុំមិនថាតែអ្នកសម្រាប់អ្នកដែលស្រឡាញ់ចូលចិត្តទេសូម្បីតែអ្នកដែលគាត់រិះគន់គឺខ្ញុំអរគុណដែរព្រោះការរិះគន់របស់គាត់ក៏ជាចំណុចមួយបង្ហាញឲ្យខ្ញុំឃើញពីចំណុចខ្វះខាតក្នុងការមើលថែកូនរបស់ខ្ញុំដែរខ្ញុំពិតជាអរគុណមែនទែនហើយមួយវិញទៀតបើសិនជាបងប្អូនឃើញពីចំណុចខ្វះខាតរបស់ខ្ញុំណាមួយនៅក្នុងវីដេអូខ្ញុំផ្សេងអញ្ចឹងបងប្អូនអាចខមមិនបានកុំក្រែងចិត្តខ្ញុំថាអូខមមិនទៅឃើញខ្ញុំអន់ចិត្តអីអត់ទេបើសិនជាបងប្អូនទាំងអស់គ្នាដើម្បីស្ថាបនាយើងដើម្បីចែករំលែកបទពិសោធន៍គ្នាយោបល់គ្នាខ្ញុំគិតថាវាជារឿងល្អមែនទែនតែកុំឲ្យតែប្រើពាក្យអសុរោះមកប្រមាថគ្រួសារខ្ញុំឬក៏កូនខ្ញុំអាហ្នឹងគឺខ្ញុំអត់ទទួលយកទេប៉ុន្តែបើសិនជាយើងក្នុងន័យចែករំលែកយោបល់គ្នាអាហ្នឹងគឺខ្ញុំនឹងទទួលយកដោយសប្បាយរីករាយហើយក៏អរគុណបងប្អូនទាំងអស់គ្នាដែរដែលតែងតែគ្រប់ត្រូលរហូតមកចាអរគុណច្រើនមែនទែនហើយក្នុងឱកាសចូលឆ្នាំថ្មីនេះក៏ជូនពរឲ្យបងប្អូនទាំងអស់គ្នាសុខសប្បាយធ្វើដំណើរទៅទីចិត្តទីឆ្ងាយសុខសប្បាយទាំងអស់គ្នាសុវត្ថិភាពគ្រប់គ្នាសួស្តីឆ្នាំថ្មី